ទស្សនៈរបស់យើងសម្ដែងដោយ Yuri Hirose ដែលស្អែករឿងមួយហ្នឹងគឺនិយាយពីទស្សនៈរបស់យើងរស់នៅជាមួយនឹងប្តីហ្នឹងយ៉ាងមានសុភមង្គលមួយគូទៀតហើយស្រាប់តែថ្ងៃមួយហ្នឹងគឺអាបងថ្លៃទៅចេញពីការឃុំឃាំងហ្នឹងបានមកស្នាក់នៅផ្ទះមួយរយៈព្រោះតាទប់ទៅចេញពីការឃុំឃាំងអញ្ចឹងមិនទាន់មានទីកន្លែងស្នាក់នៅច្បាស់លាស់ទេអញ្ចឹងហើយក៏មកស្នាក់នៅមួយរយៈហើយរូបភាពក៏បានកាត់មកនៅពេលដែលអាបងថ្លៃហ្នឹងបានរស់នៅមួយរយៈពេលជាមួយនឹងគ្រួសារតួស្រីយើងទៅហើយគឺជីវិតពេលនេះហ្នឹងគឺ happy ភីងហើយអាប្តីហ្នឹងក៏មានអារម្មណ៍ថាប្រពន្ធមួយរយៈនេះគឺដូចជាស្រស់ស្រាយហើយប្តីហ្នឹងដល់ទៅពេលយប់ឡើងហ្នឹងក៏មានការសំណេះសំណាលសួរថាបងវាដែលទៅចេញពីឃុំឃាំងមកនៅអញ្ចឹងមានការទើសទាល់ហើយអត់ទោះស្រីយើងធ្វើមិនទើសទាល់ក៏បានសម័យឲ្យឃើញរឿងហេតុការណ៍ដើមឡើយហ្នឹងគឺកើតឡើងតាំងពីថ្ងៃដែលអាមួយនោះវាចូលមកផ្ទះនឹងថ្ងៃដំបូងមកម្លេះគឺថ្ងៃដំបូងហ្នឹងមានណាមនុស្សដែលជាប់ឃុំខាំងយូរខនតែឃើញតួស្រីយើងមានអីទប់អារម្មណ៍បានខ្ចាយមួយភ្លាមនេះហើយអាថ្ងៃបន្ទាប់មកទៀតតួស្រីរបស់យើងហ្នឹងគឺលែងហ៊ាននិយាយអីប្រាប់ប្តីហើយអត់ហ៊ានប្រាប់ប្តីទេព្រោះថាឲ្យតែពេលមកអញ្ចឹងទៅមានការធ្វើនេះធ្វើនោះឲ្យខ្សែភ្នែកតើបងថ្លៃលេខកើតនេះឯងមិនបាច់ឆ្ងល់ទេគឺចឹងហើយដល់តែថ្ងៃណាដែលអាប្តីនឹងនៅសម្រាប់អត់បានទៅធ្វើការគ្រាន់តែអានោះទៅយឺតសរសៃយឺតសងអានោះក៏ចាប់ផ្ដើមយុទ្ធនាការជាមួយតួស្រីយើងខ្ចាយភ្លាមទៀតអត់ខ្វល់ថាប្អូននៅអីសោះហើយតួស្រីយើងពេលនេះគឺជាប់ចិត្តដិតអារម្មណ៍ជាមួយនឹងអាបងថ្លៃហ្នឹងហើយគ្រាន់តែទៅប្តីចេញទៅធ្វើការបាត់តួស្រីរបស់យើងគឺមកខ្ចាយភ្លាមហ្នឹងតែម្ដងនេះគឺជាហេតុការណ៍តាំងពីដំបូងដែលអាមួយនោះមកនៅផ្ទះតួស្រីយើងដំបូងអញ្ចឹងណាហើយមកឲ្យតួស្រីយើងស្រស់ស្រាយយ៉ាងម៉េចដល់វគ្គបញ្ចប់ហ្នឹងអានោះក៏បានសម្រេចចិត្តធ្វើការងារធំតែម្ដងគឺមានការដាក់ខ្ចាយតួស្រីយើងនៅមុខអាប្អូននឹងតែម្ដងណែតួស្រីយើងគឺខ្ចាយលើខ្ចាយញាក់សាច់អសបស្វាយលើចូលឡើងជាកូនកុំភ្លេចទៅមើលចូលភ្លេចចុច like ចុច follow ផងល្អមើលដែរតើរឿងនេះ